មកប្រាប់ពលមានលំអិតដែលខូចបានប្រកាសជ្រើសរើសនិស្សិតហេតុអីបានអាយុលើសពីនឹងអត់យោហើយជាពិសេសគឺមិនមែនលក្ខខណ្ឌនៅទីក្រុងភ្នំពេញដោយសារអីគឺដែលខូចគិតមកគឺមានកម្លាំងជំរុញចិត្តដែលមើលឃើញកូនធឿរបស់ខ្លួនឯងមើលឃើញត្រឡប់ទៅឃើញពីប្អូននៅពេលដែលខូចអត់ទាន់មានសមត្ថភាពជួយពួកគាត់ណាហើយក៏មើលឃើញពីសម័យកាលនៅរៀនរបស់ខ្លួនឯងដែលខូចអត់មានឱកាសរៀនចង់មករៀននៅភ្នំពេញតែខូចអត់មានលុយនិយាយរួមម៉ែអូគឺមិនសូវមានអត់មានលុយហើយក៏ឃើញថាចង់ជាចំណែកមួយក្នុងការឲ្យពួកគាត់ដោះដូរនឹងជំនាញមានទាំងជំនាញហើយអាចចាញ់ពីខូចទៅគាត់ក៏មានជំនាញទៅរកលុយដោយខ្លួនឯងហើយក៏គាត់បានដោះស្រាយក្នុងជីវភាពរបស់គាត់នេះចំណុចដែលខូចឬព្រោះខូចឈរនៅទីនេះរយៈពេល4ឆ្នាំនេះខូចគឺឈរជាទីប្រឹក្សាខូចអត់ដែលទទួលរឿងសេវាកម្មទេតែដោយសារតាមានតម្រូវការផងមានតម្រូវការពីម្ចាស់អាជីវកម្មផ្សេងដែលគាត់ចូលមកគឺចង់ប្រើសេវាកម្មហើយគាត់ចូលមកចង់ប្រើសេវាកម្មតែយើងក៏អត់មានអីដែរទៅជួយគាត់គឺចំណុចបលោះកន្លែងនេះឯងដែលខូចមើលឃើញថានេះគឺជាចំណុចមួយដែលខូចត្រូវបង្កើត project និស្សិតតាមខេត្តដើម្បីផ្ដល់ជំនាញណោះរឿងទី2ដែលសំខាន់នេះគឺខូចចង់ផ្ដល់ចំណេះដឹងឲ្យក្មេងយុវវ័យសម័យថ្មីនេះចូលទៅដល់ចំណេះដឹងដែលការប្រើ AI ការប្រើបច្ចេកវិទ្យាដើម្បីយកមកអភិវឌ្ឍសង្គមយើងហើយក៏អភិវឌ្ឍការងាររៀនសូត្ររបស់គាត់ឲ្យគាត់ចេះរកទិន្នន័យឲ្យគាត់ចេះស្រាវជ្រាវឲ្យយើងមានបច្ចេកវិទ្យាឲ្យទំនើបលឿនដូចគេជុំជិតខាងហើយវាគឺជា skill ដែលអនាគតពួកគាត់នេះគឺអាចរកចំណូលដោយងាយពីក្នុងការធ្វើ part time ឬក៏ប្រើជីវិតឲ្យវាងាយជាងមុននេះដែលខូចមើលឃើញថាវាគឺជាឱកាសដែលត្រូវមានជំនាញនេះអញ្ចឹងហើយបើសិនជាគ្រប់គ្នាណាដែលមានកូនចង់មកជាធ្វើការងារបែប project ធ្វើការងារបែប team ជាមួយខូចឲ្យខូចបានបង្វឹកពួកគាត់ណាក៏គ្រប់គ្នាអាចតាក់ទងមកបានហើយសម្រាប់កូនយុវវ័យទាំងអស់គ្នាដែលវ័យពី18ទៅ25ឆ្នាំគ្រប់គ្នាដែលឃើញ clip នេះគឺអាចតាក់ទងមកបានដើម្បីចោះឈ្មោះឬក៏សួរប្រឹក្សាព័ត៌មានបន្ថែមទាំងអស់គ្នាហើយក៏អរគុណហើយសូមទាំងអស់គ្នាជួយ share ឲ្យ clip នេះទៅបានឃើញគ្រប់គ្នាផងហើយក៏អរគុណអ្នកទាំងអស់គ្នា